ជាព័ត៌មានបន្តនេះគឺថាសូមអញ្ជើញលោកអ្នកទស្សនាបន្តនៅខ្សែវីដេអូបទយកាមួយដែលទូរទស្សន៍ CNC រៀបចំអំពីខ្សែអំពីព្រះរាជជីវប្រវត្តិរបស់ព្រះបាទសម្ដេចនរោត្តមបរមនាថនរោត្តមសីហមុនីអំពីសកម្មភាពរបស់ព្រះរាជសកម្មភាពរបស់ព្រះអង្គបាទសូមអញ្ជើញទស្សនាព្រះរាជជីវប្រវត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុព្រះវររាជបិតានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជបិតាព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី14ខែឧសភាឆ្នាំ1953នៅក្នុងទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជាសម្ដេចនរោត្តមសីហមុនីមានព្រះរាមនិងព្រះអនុជម្ដាយទីតីសរុបចំនួន13អង្គព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺសម្ដេចនរោត្តមនរិន្ទ្រពង្សដែលបានយាងសោយទីមង្គលកាលពីឆ្នាំ2003កន្លងទៅអំឡុងពេលរដ្ឋប្រហារឆ្នាំ1970ដោយលោកសេនាប្រមុខនរណុលព្រះអង្គស្ដេចគង់នៅប្រទេសឆេកូស្លូវ៉ាគីនៅក្នុងឆ្នាំ1975ព្រះអង្គទ្រង់យាងចាក់ចេញពីទីក្រុងប្រាក់និងបានចាប់ផ្ដើមការសិក្សាទាក់ទងទៅនឹងវិស័យភាពយន្តនៅក្នុងប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំ1977ព្រះអង្គយាងលើកទឹកនិវត្តន៍មកកាន់ប្រទេសកំណើតវិញដែលភ្លាមនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សប្រទេសទៀតរហូតដល់ឆ្នាំ1979ដែលប្រទេសត្រូវបានរំដោះនៅថ្ងៃ7មករានៅឆ្នាំ1981ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំបាឡេនិងបានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត20ឆ្នាំប៉ុន្តែព្រះអង្គបានយាងទៅកាន់ទីក្រុងប្រាក់ជារឿយៗដែលជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើននៅក្នុងព្រះជន្មក្មេងវស្សាក្រៅពីភាសាជាតិព្រះករុណាអាចប្រើប្រាស់ភាសាបារាំងអង់គ្លេសនិងឆែកបានយ៉ាងស្ទាត់ជំនាញដែលព្រះអង្គជាព្រះមហាក្សត្រខ្មែរតែមួយអង្គគត់ដែលមានព្រះសមត្ថភាពមានព្រះស្វាណីជាភាសាឆែកនៅក្នុងឆ្នាំ1993ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការ UNESCO ដែលមានទីស្នាក់ការនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងដែលជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញនៅក្នុងភក្តីភាពចំពោះវប្បធម៌កម្ពុជាព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯករាជ្យទូតកម្ពុជាប្រចាំប្រទេសបារាំងនៅថ្ងៃទី14ខែតុលាឆ្នាំ2014ព្រះអង្គត្រូវបានជ្រើសរើសដោយសមាជិកទាំង9អង្គអ្នកនៃក្រុមប្រឹក្សារាជសម្បត្តិដែលជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័សនិងសមស្របក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យរបស់សម្ដេចព្រះនរោត្តមសីហនុព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រទី29ខែតុលាឆ្នាំ2004ដែលត្រូវបានរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងនាទីក្រុងភ្នំពេញតាក់ទងទៅនឹងជីវប្រវត្តិនៃការសិក្សាចាប់ពីឆ្នាំ1959ដល់ឆ្នាំ1962ព្រះអង្គសិក្សានៅសាលាបឋមសិក្សានរោត្តមវិទ្យាល័យដេកាត់ភ្នំពេញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ1962ដល់ឆ្នាំ1967សិក្សានៅសាលាបឋមសិក្សានិងមធ្យមសិក្សានៅវិទ្យាល័យប្រាក់ប្រទេសឆេកូស្លូវ៉ាគីពីឆ្នាំ1967ដល់ឆ្នាំ1971សិក្សាផ្នែកសិល្បៈរបាំតូរ្យតន្ត្រីល្ខោននៅវិទ្យាស្ថានអភិរក្សជាតិប្រាក់ឆ្នាំ1970ព្រះអង្គបញ្ចប់មធ្យមសិក្សាសញ្ញាបត្រនៅប្រាក់ដោយទទួលបាននីតិល្អណាស់ឆ្នាំ1971ព្រះអង្គទទួលបានជ័យលាភីលេខ1ផ្នែករបាំបុរាណនៅវិទ្យាស្ថានអភិរក្សជាតិប្រាក់ពីឆ្នាំ1971ដល់ឆ្នាំ1975សិក្សានៅសាកលវិទ្យាល័យបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាក់ឆ្នាំ1975បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាក់នៅឆ្នាំ1975ដែរនោះព្រះអង្គបានប្រឌិតនិពន្ធនៃខេត្តបបតស្ដីពីទស្សនៈនិងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជាចាប់ពីឆ្នាំ1975ដល់ឆ្នាំ1976ព្រះអង្គបានសិក្សាផ្នែកឧត្តមសិក្សាខាងផ្នែកភាពយន្តនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េចាប់ពីឆ្នាំ1979ដល់ឆ្នាំ1980ព្រះអង្គគឺជាព្រះលេខាផ្ទាល់របស់ព្រះវររាជបិតានៅក្នុងពេលដែលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីឆ្នាំ1981ដល់ឆ្នាំ2000ព្រះអង្គគឺជាសាស្ត្រាចារ្យផ្នែករបាំបុរាណនិងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស Marus Petipa Grafia
និង W.A. Mozart នៃទីក្រុងប៉ារីសចាប់ពីឆ្នាំ1984ដល់ឆ្នាំ1988ព្រះអង្គជាប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំងនិងជានាយកសិល្បៈនៃក្រុមរបាំបាឡេឌីវ៉ាចាប់ពីឆ្នាំ1988ដល់ឆ្នាំ1993ព្រះអង្គជាអគ្គនាយកនិងជានាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្តដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមសីហមុនីទ្រង់បានបង្កើតស្នាដៃភ័ព្វនៃខ្សែភាពយន្តរបាំបាឡេចំនួន2រឿងដែលរឿងទី1មានចំណងជើងថាសុបិននិងរឿងទី2មានចំណងជើងថាធៀបទាំង4ចាប់ពីឆ្នាំ1992ដល់ឆ្នាំ1993ព្រះអង្គត្រូវបានជ្រើសតាំងជាឯកច្ឆន្ទជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជាចាប់ពីឆ្នាំ1993ដល់ឆ្នាំ2004ព្រះអង្គជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ UNESCO ឆ្នាំ2004ព្រះអង្គជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសាបារាំងនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ1994ព្រះអង្គត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡើងព្រះបរមងារជាស្ដេចក្រុងខុននៅថ្ងៃទី17ខែតុលាឆ្នាំ2003ព្រះអង្គត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រថ្ងៃទី31ខែសីហាឆ្នាំ2004ព្រះអង្គត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡើងព្រះបរមងារជាសម្ដេចព្រះបរមនាថនៅថ្ងៃទី14ខែតុលាឆ្នាំ2004ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះដែរព្រះអង្គបានទទួលគ្រឿងអេសរិយយុជាច្រើនគ្រឿងផងដែរដែលរួមមានអេសរិយយុព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវត្តអេសរិយយុមុនីសារភ័ណ្ឌថ្នាក់មហាសិរីវត្តមន្ត្រីធំនៃកងពលកិត្តិយសនៃសាធារណរដ្ឋបារាំងមេដាយប្រាក់នៃទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំងព្រះបរមនាមនៅក្នុងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារខតខត្តយាខេមរារតនីពុទ្ធិន្ទ្រាធរិមហាក្សត្រខេមរាជនីសមោហភាកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសិរីវិពុលាខេមរាស្រីពិរិយព្រះចៅក្រុងកម្ពុជាធិបតីដែលប្រើសេចក្តីថាអ្នកបម្រើរាជមាតុភូមិសាសនាប្រជាជាតិនិងប្រជារាស្ត្រខ្មែរដោយស្វាមីភក្តិនិងភក្តីភាពព្រះមហាក្សត្រដែលព្រះពុទ្ធនិងព្រះឥន្ទលោកឧបត្ថម្ភអ្នករួបរวมខេមរជនទាំងអស់អ្នកការពារឯករាជ្យបូរណភាពទឹកដីនិងសន្តិភាពរបស់កម្ពុជាព្រមទាំងសុភមង្គលសេរីភាពនិងវិបុលភាពរបស់ប្រជារាស្ត្រខ្មែរព្រះនាមរបស់ព្រះអង្គគឺបានមកពីការផ្សំផ្គុំរវាងព្រះនាមរបស់ព្រះបិតាមាតាព្រះអង្គគឺសីហនុនិងមុនីគឺមុនីនាថព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារខតខត្តយាខេមរារតនីពុទ្ធិន្ទ្រាធរិមហាក្សត្រខេមរារាជនីសមោហភាកម្ពុជាឯករាជ្យបូរណសន្តិសុភមង្គលាសិរីវិពុលាខេមរាស្រីពិរិយព្រះចៅក្រុងកម្ពុជាធិបតីលោកស្រីកញ្ញាប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទនេះគឺជាព្រះរាជាវគ្គប្រវត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីដែលថ្ងៃនេះគឺជាថ្ងៃអបអរសាទរនៅក្នុងឱកាសដែលគម្រប់ខួបព្រះអង្គយាងចូល62ព្រះវស្សាយាងចូល63ព្រះវស្សាផងដែរលោកអ្នកជាទីគោរពជាទីមេត្រីយើងសូមអនុញ្ញាតបន្តកម្មវិធីរបស់យើងជាបន្តទៀតបាទជាមួយនឹងដំណឹងអន្តរជាតិវិញម្ដងបាទយើងផ្ដើមជាដំបូងបាទជាមួយដំណឹងអន្តរជាតិដែលតកតងជាមួយនឹងវិបត្តិជនភៀសខ្លួនហូរ៉ាញ៉ានិងបង់ក្លាដេសដែលជាប់នៅក្នុងបដែនសមុទ្រកំពុងតែធ្ងន់ធ្ងរឡើងខណៈដែលប្រទេសមីយ៉ាន់ម៉ាសំដៅប្រទេសម៉ាឡេស៊ីបានធ្វើការប្រកាសថាគេនឹងបញ្ជូនបន្ទុកទាំងអស់ត្រឡប់ទៅវិញលុះត្រាតែបន្ទុកណាដែលលិចទើបមានការជួយសង្គ្រោះបាទក្នុងរយៈពេល3ថ្ងៃចុងក្រោយនេះមានទេសន្តប្រវេសន៍ជាង 1000 នាក់ហើយបានចូលចតទុកទៅក្នុងកោះឡាំងកាវីរបស់ប្រទេសម៉ាឡេស៊ីខណៈដែលក្រុមទេសន្តប្រវេសន៍ដូចគ្នានេះប្រហែលជាជាង600 នាក់ផ្សេងទៀតបានទៅដល់ខេត្តអាជេរបស់ប្រទេសឥណ្ឌូនេស៊ី
ក្រមសកម្មជននិងមន្ត្រីបាននិយាយថាក្រមទេសន្តប្រវេសជាច្រើនទៀតពីប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដេសត្រូវគេជឿជាក់ថាកំពុងតែជាប់នៅលើទូកក្នុងសមុទ្រហើយទូកខ្លះត្រូវនិវឹកនឹងក្រមជួញដូរមនុស្សបោះបង់ចោលប្រធានទីភ្នាក់ងារពង្រឹងច្បាប់ដែនទឹកក្នុងតំបន់ខាងជើងរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថាដែនទឹកនៅជុំវិញកោះឡាំងកាវីនឹងត្រូវនិវាយចំនួន8គ្រឿងល្បាតទាំងយប់និងទាំងថ្ងៃតំបន់អាស៊ីអាគ្នេយ៍កំពុងតែជួបវិបត្តិមនុស្សធម៌ដែលកាន់តែខ្លាំងឡើងខណៈដែលទូកពេញដោយអំបូរហូរញ៉ានិងជនជាតិបង់ក្លាដេសកំពុងតែទៅដល់ឆ្នេរនៃសមុទ្រនៃប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីហើយទូកខ្លះបានជាប់ទៅក្នុងដែនសមុទ្រអស់រយៈពេលជាង2ខែក៏មានបាទសកម្មភាពបង្ក្រាបក្រុមជួញដូរមនុស្សក្នុងតំបន់នេះបានបំភ័យដោយក្រុមទីភ្នាក់ងារនិងឈ្មួញកណ្ដាលដែលមិនព្រមបញ្ជូនទូកឡើងច្រាំងបាទដំណឹងអន្តរជាតិទី2ជាបន្តទៀតនេះបើគឺយើងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសអល់សាវ៉ាដូម្ដងបើគឺក្នុងប្រទេសអល់សាវ៉ាដូមានមនុស្សរាប់រយនាក់បាទក្នុងប្រទេសនេះកំពុងតែបន្តរត់គេចខ្លួនពីផ្ទះសម្បែងខណៈដែលរលកបណ្នៃអំពើហិង្សាក្រុមបងតូចបងធំនៅតែបន្តកើតមានឡើងបាទយោងតាមក្រុមអាជ្ញាធរបានដឹងថាមានមនុស្សប្រហែល20នាក់ត្រូវគេសម្លាប់ក្នុងមួយថ្ងៃក្រុមមន្ត្រីបាននិយាយថាមនុស្សសរុបបើគឺចំនួន132នាក់ហើយបច្ចុប្បន្នបើត្រូវបានគេសម្លាប់ក្នុងរយៈពេល6ថ្ងៃក្នុងខែឧសភានេះសង្គមវិទូមួយរូបនៅក្នុងសាកលវិទ្យាល័យអាមេរិកកណ្ដាលបាននិយាយថាការគំរាមកំហែងពីក្រុមបងទុយបងធំនិងការប្រកែករបស់អ្នកស្រុកដែលមិនព្រមគោរពតាមច្បាប់របស់ក្រុមបងទុយបងធំនោះជាមូលហេតុនៅពីក្រោយការជំលះខ្លួនអ្នកស្រុកទុំទ្រីធំក្នុងប្រទេសនេះប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសថាមានការដាក់ពង្រាយទីភ្នាក់ងារចំនួន1200នាក់នៅតាមក្រុងចំនួន50ដែលគេកំណត់ថាកំពុងតែមានការប្រឈមខ្ពស់បំផុតសម្រាប់អ្នកស្រុកយោងតាមរបាយការណ៍មួយដែលក្រុមប្រឹក្សាជនភៀសខ្លួន Northwest បានចេញផ្សាយកាលពីសប្តាហ៍មុនបានដឹងថាមនុស្សប្រមាណជា289,000នាក់ក្នុងប្រទេសអល់សាវ៉ាដូត្រូវបានគេបង្ខំឲ្យបោះបង់ផ្ទះសម្បែងក្នុងឆ្នាំ2014ដោយសារតែហិង្សាបងតូចបងធំនៅក្នុងប្រទេសនេះបាទបរិយាកាសអន្តរជាតិចុងក្រោយនេះបើគឺតកតងទៅនឹងបើក្រុមស្រាវជ្រាវបើគឺមានការក្តីបារម្ភចំពោះបញ្ហាផ្ទាំងទឹកកកនៅក្នុងទ្វីបអង់តាក់ទិកដែលជាផ្ទាំងទឹកកកធំនោះអាចនឹងមានការបាត់បង់និងរលាយនៅក្នុងពេលខាងមុខឆាប់ៗនេះបើក្រុមអ្នកស្រាវជ្រាវបានរកឃើញភស្តុតាងដែលបញ្ជាក់ថាផ្ទាំងទឹកកកធំរបស់ទ្វីបអង់តាក់ទិកកំពុងតែរងការគំរាមកំហែងទាំងផ្នែកខាងលើនិងផ្នែកខាងក្រោមដែលជួយដល់លទ្ធភាពនៃការបែកផ្ទាំងទឹកកកនៅតំបន់នេះមួយចំនួនធំដែលមានទំហំធំរហូតដល់ទៅប៉ុនតំបន់ស្កុតឡង់នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃអង្គារក្រុមអ្នកស្រាវជ្រាវបាននិយាយថាផ្ទាំងទឹកកកដ៏ធំឈ្មោះថា Lesensi កំពុងតែបាត់បង់ស្រទាប់ខាងលើដែលបង្កឡើងដោយការឡើងកម្ដៅក្នុងខ្យល់និងបាត់បង់ស្រទាប់ខាងក្រោមចរន្តទឹកសមុទ្រឡើងក្ដៅការសិក្សានេះបើពឹងផ្អែកទៅលើទិន្នន័យពីប្រភពការណបនិងការស្ទង់តាមប្រព័ន្ធរ៉ាដារយៈពេល15ឆ្នាំកន្លងមកហើយនឹងរកឃើញថាផ្ទាំងទឹកកក Lesensi នេះបានបាត់បង់អស់កម្រាស់ចំនួន4ម៉ែត្រទៅហើយនិងធ្លាក់ចុះក្រោម1ម៉ែត្រពីផ្ទៃទឹកខាងលើក្រុមអ្នកវិទ្យាសាស្ត្រនៅស្ថាប័នពិនិត្យតំបន់អង់តាក់ទិករបស់អង់គ្លេសដែលដឹកនាំការសិក្សានេះបានឲ្យដឹងទៀតថាប្រសិនបើផ្ទាំងទឹកកកនេះរលំនៅក្នុងរយៈពេលប្រមាណទសវត្សរ៍ខាងមុខនេះវានឹងគំរាមកំហែងដល់សហគមន៍នៅក្នុងតំបន់ទំនាបតាំងពីតំបន់ប៉ាស៊ីហ្វិកដល់ប្រទេសបង់ក្លាដេសដោយសារតែការកើនឡើងនៃកម្ពស់ទឹកសមុទ្រប្រធានក្រុមរៀបចំរបាយការណ៍នេះបាននិយាយទៀតថាប្រសិនបើផ្ទាំងទឹកកកនេះរលំផ្ទាំងទឹកកកផ្សេងៗទៀតនៅពីក្រោយនេះនឹងអណ្ដែតកាន់តែលឿនចូលទៅក្នុងសមុទ្រលោកសានីកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពជាទីមេត្រីបាទនេះគឺជាដំណឹងនៃព័ត៌មានពេលថ្ងៃត្រង់នៃការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ CNC សូមបន្តការទស្សនាទូរទស្សន៍ CNC ជាបន្តទៀតពេលនេះ